ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំហៃសុជាតិជាបុគ្គលិកផ្នែកប្រកាសពន្ធរបស់ក្រុមហ៊ុន BAS Accounting and Tax Service Co Ltd សូមចែករំលែកនៅប្រធានបទមួយដែលនិយាយអំពីសញ្ញា7យ៉ាងថា Tax Agent របស់អ្នកមិនមានគុណភាពអ្នកដឹងទេមានម្ចាស់អាជីវកម្មម្នាក់គាត់ត្រូវបានណែនាំមកប្រើសេវាកម្មក្រុមហ៊ុនរបស់ពួកខ្ញុំពីអតិថិជនរបស់ខ្ញុំម្នាក់ដែលជាអ្នករកស៊ីផ្គត់ផ្គង់ទំនិញឲ្យគាត់មានអាជីវកម្មល្អការលក់កើនឡើងប្រាក់ចំណេញក៏កើនឡើងប៉ុន្តែគាត់មិនដឹងទេថា Tax Agent ដែលគាត់កំពុងតែប្រើប្រាស់សេវាកម្មកំពុងបង្កហានិភ័យឲ្យអាជីវកម្មរបស់គាត់បានផ្ញើលុយដើម្បីបង់ពន្ធរាល់ខែប៉ុន្តែមិនដែលទទួលបាននូវលិខិតប្រកាសពន្ធដែលបានប្រកាសរួចពីភ្នាក់ងារឡើយពេលដែលគាត់សួរនាំភ្នាក់ងារតែងតែឆ្លើយតបថាចាំប្រគល់ឲ្យគាត់សរុបភ្នាក់ងារជួយរក្សាទុកជូនគាត់ថ្ងៃមួយគាត់ក៏បានទៅជួបជាមួយអ្នកផ្គត់ផ្គង់របស់គាត់ដែលជាអតិថិជនរបស់ក្រុមហ៊ុនពួកខ្ញុំគាត់បាននិយាយខ្លះៗអំពីការប្រកាសពន្ធហើយពេលនោះអតិថិជនរបស់ខ្ញុំក៏បានសួរគាត់ថាបងមានដែរទទួលបានសារទូរស័ព្ទបញ្ជាក់ការបង់ប្រាក់ពន្ធដែរឬទេហើយគាត់ក៏ឆ្លើយតបថាមិនដែរបានផងក្រោយមកក៏អតិថិជនរបស់ខ្ញុំទំនាក់ទំនងមកសួរនាំថាអាចជួយឆាយឲ្យបានអត់មិត្តភ័ក្តិគាត់ឲ្យគេប្រកាសពន្ធឲ្យតែមិនដែលទទួលបានលិខិតប្រកាសពន្ធដោយខាងខ្ញុំផ្ញើទៅឲ្យគាត់ទេហើយខាងខ្ញុំនិងក្រុមការងារក៏ជួយសម្របសម្រួលស្នើសុំព័ត៌មានដើម្បីចូលប្រព័ន្ធពន្ធដារពិនិត្យការប្រកាសពន្ធឲ្យគាត់ដើម្បីឲ្យគាត់ធូរចិត្តប៉ុន្តែនៅពេលដែលបានចូលទៅអ្វីដែលយើងបានឃើញគឺក្រុមហ៊ុនមិនដែលបានប្រកាសពន្ធឡើយហានិភ័យមិនមែនកើតឡើងភ្លាមៗទេវាកើតឡើងបន្តិចម្ដងដូចជាការបាក់ស្ពានតូចមុនពេលវាត្រូវបានដួលទាំងមូលហើយថ្ងៃនេះខ្ញុំនឹងបង្ហាញលោកអ្នកនៅសញ្ញា7យ៉ាងដែលបង្ហាញថា Tax Agent របស់អ្នកមិនមានគុណភាពដូចជាការរំពឹងទុករបស់អ្នកបើអ្នកឃើញលើសពី2ទៅ3ចំណុចអ្នកគួរតែពិចារណាភ្លាមសញ្ញាទី1មិនមានទំនាក់ទំនងច្បាស់លាស់បើ Tax Agent របស់អ្នកមិនឆ្លើយសំណួរលឿនមិនផ្ដល់ព័ត៌មានជាប្រចាំឬអ្នកត្រូវតាមសួរគាត់ជានិច្ចនោះគឺជាសញ្ញាដំបូងនៃបញ្ហាព្រោះ Tax Agent ល្អត្រូវតែជូនដំណឹងអ្នកជាមុនមិនមែនរងចាំឲ្យអ្នកសួរគាត់ទេការជូនដំណឹងរួមមានដូចជាព័ត៌មានថ្មីៗទាក់ទងនឹងអគ្គនាយកដ្ឋានពន្ធដារការជូនដំណឹងការបរិច្ឆេទផុតកំណត់ការប្រកាសពន្ធការជូនដំណឹងពីឯកសារឬទិន្នន័យដែលផ្ញើមកមិនទាន់គ្រប់ឬក៏បាត់ព័ត៌មានសំខាន់ការជូនដំណឹងពីការបច្ចុប្បន្នភាពផ្សេងៗរបស់អគ្គនាយកដ្ឋានពន្ធដារឬនីតិវិធីបង់ពន្ធជាដើមសញ្ញាទី2គ្មានរបាយការណ៍ច្បាស់លាស់បើអ្នកមិនទទួលបានលិខិតប្រកាសពន្ធប្រចាំខែរបាយការណ៍សង្ខេបប្រាក់ពន្ធឬក៏ស្ថានភាពហិរញ្ញវត្ថុនោះមានន័យថាអ្នកកំពុងធ្វើអាជីវកម្មដោយខ្វះទិន្នន័យហើយអាជីវកម្មដែលគ្មានទិន្នន័យគឺជាអាជីវកម្មដែលគ្មានទិសដៅសញ្ញាទី3ធ្វើការប្រកាសពន្ធដោយគ្មានការពន្យល់ Tax Agent មិនគួរនិយាយតែថាបានហើយបិទបញ្ចប់ការងារនោះទេពួកគេគួរពន្យល់ថាហេតុអ្វីចំនួននេះហេតុអ្វីចំណាយនេះជាប់ពន្ធហេតុអ្វីមិនអាចអនុទានករលើតម្លៃបន្ថែមបានបើគ្មានការពន្យល់អ្នកកំពុងតែធ្វើពន្ធដោយមិនយល់ពីអាជីវកម្មខ្លួនឯងភ្នាក់ងារល្អគួរជាអ្នកតម្រង់ទិសឲ្យអ្នកបន្ថែមលើកាតព្វកិច្ចសារពើពន្ធនិងជួយពន្យល់ណែនាំអ្នកបន្ថែមជារឿយៗជំរុញអ្នកឲ្យអនុវត្តនៅអនុលោមភាពសារពើពន្ធសញ្ញាទី4មានកំហុសជាញឹកញាប់កំហុសតូចអាចកើតមានបានប៉ុន្តែបើកំហុសកើតឡើងជាប្រចាំវាមានន័យថាសេវាកម្មគ្មានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបន្ថែមគ្មានការពិនិត្យគុណភាពសេវាកម្មពីកម្រិតអ្នកជំនាញឬខ្វះបទពិសោធន៍កំហុសក្នុងការប្រកាសពន្ធមិនមែនជារឿងតូចទេវាអាចប៉ះពាល់ដល់លំហូរសាច់ប្រាក់ពេលវេលានិងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នកដែលអ្នកបានខំប្រឹងកសាងមកសញ្ញាទី5មិនស្គាល់អាជីវកម្មរបស់អ្នកTax Agent ល្អត្រូវយល់ពីប្រភេទអាជីវកម្មចរន្តចំណូលប្រភេទចំណាយនិងចំណុចហានិភ័យក្នុងអាជីវកម្មរបស់អ្នកប្រសិនបើគាត់សួរតែឯកសារប៉ុន្តែមិនយល់ពីអាជីវកម្មអ្នកគាត់កំពុងធ្វើការជាលក្ខណៈម៉ាស៊ីនមិនមែនជាដៃគូទេសញ្ញាទី6មិនមានការត្រៀមខ្លួនសម្រាប់ Tax Audit
សួរពួកគេថាបើមាន take audit តើអ្នកនឹងជួយខ្ញុំយ៉ាងដូចម្តេចបើចម្លើយមិនច្បាស់ឬមិនមានផែនការនោះជាសញ្ញាធ្ងន់ធ្ងរ Tech agent ល្អត្រូវមាន checklist ឯកសារការត្រៀមខ្លួនទុកជាមុននិងផែនការឆ្លើយតបយោងតាមបទពិសោធន៍កន្លងមកសញ្ញាទី7ផ្ដោតតែលើការប្រកាសពន្ធមិនផ្ដោតលើការការពារនេះគឺជាសញ្ញាធំបំផុត Tech agent មិនគួរជាអ្នកដាក់ប្រកាសពន្ធតែប៉ុណ្ណោះទេប៉ុន្តែពួកគេជាអ្នកការពារហានិភ័យការរៀបចំប្រព័ន្ធនិងណែនាំអាជីវកម្មប្រសិនបើគាត់ផ្ដោតតែលើ form អ្នកកំពុងមានសេវាកម្មមិនមែនជាដៃគូអាជីវកម្មទេអ្វីដែលកើតឡើងបើអ្នកមិនកែប្រែបញ្ហាទាំងនេះមិនបង្ហាញភ្លាមៗទេវាកើតឡើងយឺតប៉ុន្តែថ្ងៃមួយវានឹងក្លាយជាបញ្ហាពន្ធធំការខាតបង់ធំនិងសម្ពាធអាជីវកម្មអ្វីដែលអ្នកគួរធ្វើអ្នកមិនចាំបាច់បដូរ Tech agent ភ្លាមទេប៉ុន្តែអ្នកត្រូវពិនិត្យប្រព័ន្ធសួរសំណួរឲ្យច្បាស់និងវាតម្លៃគុណភាពព្រោះអាជីវកម្មល្អត្រូវការប្រព័ន្ធល្អមិនមែនសំណាងទេ Tech agent មិនល្អមិនតែងតែបង្ហាញខ្លួនភ្លាមទេប៉ុន្តែមានសញ្ញាហើយអ្នកត្រូវដឹងវាមុនពេលវាធ្វើឲ្យមានបញ្ហាអាជីវកម្មមិនបរាជ័យដោយសារពន្ធតែមួយថ្ងៃទេវាបរាជ័យដោយសារការមិនដឹងពីហានិភ័យរយៈពេលវែងបញ្ហាធំបំផុតមិនមែនការជ្រើសរើស Tech agent ថោកទេប៉ុន្តែគឺមិនដឹងថា Tech agent អ្នកមិនមានគុណភាពសូមអរគុណនៅការយកចិត្តទុកដាក់ស្ដាប់របស់អ្នកទាំងអស់គ្នាសម្រាប់ការចែករំលែករបស់ខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំសង្ឃឹមថាវីដេអូចែករំលែករបស់ខ្ញុំនឹងជួយឲ្យអ្នកទាំងអស់គ្នាទទួលបាននូវឱកាសបទពិសោធន៍ថ្មីដំណោះស្រាយបញ្ហានិងចំណេះដឹងបន្ថែមអំពីគណនេយ្យនិងពន្ធដារប្រសិនបើមានចម្ងល់ឬបញ្ហាអ្វីទាក់ទងទៅនឹងគណនេយ្យនិងពន្ធដារសូមទុកមតិយោបល់នៅខាងក្រោមខ្ញុំនឹងយកមកពិភាក្សាឬចែករំលែកនៅវីដេអូក្រោយៗសូមកុំភ្លេចជួយចុច like share និង subscribe ដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីៗជាបន្តទៀតចំណេះដឹងតូចៗជារៀងរាល់ថ្ងៃគឺជាគន្លឹះដើម្បីឲ្យការងារនិងអាជីវកម្មរបស់អ្នកកាន់តែរឹងមាំសូមអរគុណនៅការចំណាយពេលវេលាដ៏មានតម្លៃលើប្រធានបទថ្ងៃនេះយើងនឹងជួបគ្នានៅវីដេអូបន្ទាប់យើងនឹងនិយាយអំពីអ្វីដែល Tech agent ល្អគួរធ្វើជាប្រចាំ